សួស្ដីបងប្អូនទាំងអស់គ្នាតើបងប្អូនធ្លាប់មានអារម្មណ៍ថាមិនពេញចិត្តនឹងរូបរាងឬជីវិតរបស់ខ្លួនឯងដែរឬទេកាលពីព្រេងនាយមានសត្វក្អែកមួយក្បាលដែលតែងតែមានអារម្មណ៍ស្អប់ក្អើមពណ៌សម្បុរខ្មៅយងក្នុងរបស់ខ្លួនឯងជានិច្ចរាល់ពេលឆ្លោះទឹកម្ដងវាមានអារម្មណ៍ថារូបរាងនេះពិតជាអាក្រក់មើលខ្លាំងណាស់មេក្អកចាស់ម្នាក់ដែលពោពេញដោយបទពិសោធន៍បានព្យាយាមទូនមានថាក្មួយអើយសម្បុរខ្មៅនេះគឺជាអត្តសញ្ញាណរបស់ពួកយើងវាបង្ហាញពីភាពរឹងមាំនិងឆ្លាតវៃចូលមានមោទនភាពចំពោះអ្វីដែលធម្មជាតិបានផ្ដល់ឲ្យយើងចុះប៉ុន្តែក្អែកវ័យក្មេងនោះមិនព្រមស្ដាប់សូម្បីតែមួយម៉ាត់ហើយតែងតែដើរចេញទាំងអារម្មណ៍ធុញថប់ថ្ងៃមួយក្អែកក្មេងនោះបានហើរទៅដល់សួនច្បាររាជវាំងមួយដ៏ស្រស់បំព្រងនៅទីនោះវាបានប្រទះភ្នែកឃើញហ្វូងសត្វក្ងោកកំពុងពន្លាតកន្ទុយយ៉ាងស្រស់ស្អាតដើរអួតរៀងបញ្ចេញរោមពណ៌ខៀវនិងបៃតងដ៏ភ្លឺប្លែកក៏ឯកបានត្រឹមតែឈរមើលពីលើកំពែងទាំងអារម្មណ៍លងស្នេហ៍និងច្រណែនជាទីបំផុតបន្ទាប់ពីហ្វូងក្ងោកបានដើរចេញទៅផុតក្អែកបានហត់ចូលមកលើស្មៅយ៉ាងស្ងៀមស្ងាត់វាបានឃើញរោមសត្វក្ងោកដ៏ស្រស់ស្អាតជាច្រើនសរសៃដែលបានជ្រុះនៅលើដីភ្លាមនោះគំនិតដ៏ល្ងង់ខ្លៅមួយក៏បានលេចឡើងក្នុងខួរក្បាលរបស់វាគិតថាបើខ្ញុំមានរោមនេះខ្ញុំច្បាស់ជាស្អាតដូចក្ងោកមិនខានដោយសេចក្តីលោភលន់ចង់ស្អាតក្អែកបានកាច់រោមទាំងនោះរួចខំប្រឹងចង់ភ្ជាប់ទៅនឹងកន្ទុយរបស់ខ្លួនឯងយ៉ាងត្រដាបត្រដួសបន្ទាប់ពីពាក់រួចវាបានដើរមើលរាងខ្លួនឯងចុះឡើងទាំងមានអារម្មណ៍ថាខ្លួនឯងឥឡូវនេះមិនមែនជាក្អែកទៀតទេតែជាសត្វក្ងោកដ៏ថ្លៃថ្នូរមួយរូបវាចាប់ផ្ដើមភ្លេចកំណើតខ្លួនឯងបាត់ទៅហើយនៅពេលហោះកាត់ហ្វូងសត្វក្អែកគ្នាឯងមេក្អែកចាស់បានស្រែកហៅឲ្យចុះមកប៉ុន្តែក្អែកដែលពាក់រោមក្ងោកនោះបែរជាធ្វើរឹកពីចុះម៉ោងឆ្មៃមិនព្រមស្ដាប់ថែមទាំងប្រមាថមើលងាយថាពួកឯងគ្រាន់តែជាសត្វក្អែកកខ្វក់មិនស័ក្តិសមនឹងធ្វើជាមិត្តភក្តិរបស់សត្វដ៏ស្រស់ស្អាតដូចជាខ្លួនឡើយនិយាយរួចវាក៏ហើរចេញទៅបាត់ដោយក្តីអំនួតក្អែកបានហើរត្រឡប់ទៅសួនច្បារវិញរួចដើរចូលទៅក្នុងហ្វូងសត្វក្ងោកយ៉ាងក្លាហានវាព្យាយាមដើរតួជាសត្វក្ងោកដោយខំប្រឹងពឹងទ្រូងនិងបោះជំហានយ៉ាងយឺតប៉ុន្តែទោះជាខំប្រឹងយ៉ាងណាក៏កាយវិការរបស់វានៅតែមើលទៅឆ្គងនិងគួរឲ្យអស់សំណើចសម្រាប់សត្វក្ងោកពិតប្រាកដសត្វក្ងោកទាំងអស់មិនល្ងងនោះទេគ្រាន់តែមើលមួយផ្លែតពួកវាដឹងភ្លាមថានេះគឺជាសត្វក្អែកដែលបន្លំខ្លួនដោយសេចក្តីខឹងសម្បារដែលហ៊ានមកប្រមាថពូជអម្បូររបស់ពួកវាហ្វូងក្ងោកក៏បានព្រួតគ្នាជិកទាញរោមคล้ายៗនោះចេញយ៉ាងចាស់ដៃធ្វើឲ្យក្អែកឈឺចាប់និងគ្មានអៀនរកកន្លែងលាក់មុខគ្មានក្អែករត់គេចខ្លួនទាំងត្រដាបត្រដួសទាំងរោមជូររត្រីវាហើរចេញពីសួនច្បារទាំងក្តីអាម៉ាស់បំផុតក្នុងជីវិតវាទើបតែដឹងខ្លួនថាការខំប្រឹងបន្លំខ្លួនធ្វើជាអ្នកដតីមិនត្រឹមតែមិនធ្វើឲ្យគេគោរពនោះទេតែថែមទាំងនាំមកនូវការឈឺចាប់និងការមើលងាយទៅវិញដល់គ្មានកន្លែងទៅក្អែកក៏សម្រេចចិត្តហើរត្រឡប់មកសុំទោសហ្វូងក្អែកវិញប៉ុន្តែនៅពេលមកដល់មេក្អែកចាស់និងហ្វូងក្អែកកដោះបាននាំគ្នាបែកខ្នងដាស់ពួកវាប្រាប់ថាអ្នកដែលបោះបង់ប្រភពដើមរបស់ខ្លួនឯងហើយមើលងាយបងប្អូនឯងគឺមិនស័ក្តិសមនឹងត្រឡប់មកវិញឡើយចុងបញ្ចប់ក្អែកអភ័ព្វរូបនេះត្រូវរស់នៅយ៉ាងឯកោបំផុតក្ងោកក៏មិនទទួលក្អែកគ្នាឯងក៏មិនរាប់អានបងប្អូនអើយរឿងនេះចង់រំលឹកយើងថាកុំជាយាមផ្លាស់ប្ដូរខ្លួនឯងដើម្បីផ្គប់ចិត្តអ្នកដទៃរហូតដល់ភ្លេចប្រភពដើមនិងតម្លៃពិតប្រាកដរបស់ខ្លួនឯងឲ្យសោះសូមអរគុណសម្រាប់ការតាមដានទស្សនា